ជំរាបសួរអ្នកគ្រូព្រមទាំងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះណូនសំណាងឡើងមកធ្វើការពិសោធន៍ទាក់ទងនឹងប្រធានបទទី6គឺអត្តសញ្ញាណកម្មឧស្ម័នអាសេទីឡែនហើយវត្ថុបំណងរបស់យើងគឺដើម្បីសម្គាល់ឧស្ម័នអាសេទីឡែនតាមរយៈការពិសោធន៍តែមុននឹងឈានទៅដល់ការពិសោធន៍យើងគប្បីត្រូវតែដឹងអំពីសម្ភារៈដើម្បីការពារសុវត្ថិភាពមួយចំនួនសិនរួមមានដូចជាមួយគឺអាវពិសោធន៍យើងពាក់ការពារសម្លៀកបំពាក់ក៏ដូចជាសារធាតុគីមីទី2គឺយើងត្រូវមានស្រោមដៃគឺយើងពាក់ដើម្បីការពារសារធាតុគីមីដូចគ្នានិងទី3គឺយើងត្រូវមានម៉ាស់គឺយើងពាក់ដើម្បីការពារក្លិនសារធាតុគីមីកុំឲ្យស្រូបចូលនៅក្នុងខ្លួននិងទី4គឺយើងត្រូវមានវ៉ែនតាគឺយើងពាក់ដើម្បីការពារភ្នែករបស់យើងកុំឲ្យសារធាតុគីមីខ្ទាតចូលទៅលើភ្នែករបស់យើងមុននឹងឈានទៅដល់ការពិសោធន៍យើងត្រូវមានសម្ភារៈនិងសារធាតុគីមីមួយចំនួនដើម្បីពិសោធន៍ដែលសម្ភារៈរបស់យើងរួមមានបំពង់សាកចំនួន2ដែលភ្ជាប់ជាមួយនឹងជើងទម្រនិងទី2គឺយើងត្រូវមានដបទឹកសុទ្ធដែលមានចំណុះ500មីលីលីត្រដែលភ្ជាប់ជាមួយនឹងទុយោនិងទី3គឺយើងត្រូវមានការវល់មៀតដែលមានចំណុះ100មីលីលីត្រទី4គឺស៊ីឡាំងក្រិបដែលមានចំណុះ50មីលីលីត្រទី5ទី8បន្តក់និងទី6គឺស្លាបព្រាសម្រាប់ដួសសារធាតុគីមីចុងក្រោយគឺយើងត្រូវមានក្រដាសប៉ារ៉ាហ្វៀនសម្រាប់បិទជាមួយនឹងបំពង់សាកទាំងពីរចំណែកឯសារធាតុគីមីរបស់យើងរួមមានទឹកថ្មស្អុយនិងចុងក្រោយគឺបេតាឌីនឬក៏យើងហៅថាទឹកលាងរបួសឥឡូវនេះយើងចូលដល់ដំណើរការពិសោធន៍តែម្ដងដែលជំហានទី1គឺយើងត្រូវពង្រាយសូលូសុងបេតាឌីនសិនអញ្ចឹងបេតាឌីនយើងត្រូវប្រើកែវវងមាសដើម្បីពង្រាយគឺយើងចាក់ទឹកចំណុះ100មីលីលីត្រចូលកែវវងមាសហើយយើងបន្តក់បេតាឌីន3ទៅ4ដំណក់ចូលហើយយើងកូរក្លោកវាឲ្យសព្វដើម្បីទទួលបានសូលូសុងបេតាឌីនបន្ទាប់មកយើងត្រូវបូមសូលូសុងបេតាឌីនចំនួន10មីលីលីត្រដាក់ចូលទៅក្នុងបំពង់សាកនីមួយៗតើមកយើងចាក់ចូលក្នុងបំពង់សាកទី1បំពង់សាកទី2តាមរយៈយើងដាក់ចូលក្នុងបំពង់សាកទាំងពីរយើងយកกระดาษប៉ារ៉ាហ្វៀនបិទតែម្ដងដើម្បីការពារការបង្ហើបពើរបស់អ៊ីយ៉ូតយកដបទឹកចំណុះ500មីលីលីត្រនេះដែលមានភ្ជាប់ដោយទុយោនេះចាក់ទឹកចំណុះ100មីលីលីត្រចូលបន្ទាប់មកយើងថ្លឹងថ្មស្អុយ10ក្រាមហើយយើងចាក់ចូលក្នុងកែវទឹកដែលយើងចំណុះ100មីលីលីត្រហើយយើងគ្របនេះឲ្យជិតហើយគឺយើងយកទុយោជើដែលយើងនៅនេះគឺយើងដាក់ចូលទៅក្នុងបំពង់សាកទី1តោះអញ្ចឹងឥឡូវនេះគឺយើងចាប់ផ្ដើមធ្វើការសង្កេតយើងសង្កេតទៅលើបំពង់សាកដែលយើងបានដាក់ទុយោចូលតែម្ដងយើងសង្កេតទៅលើពើរបស់សូលូសុងបេតាឌីនហើយនឹងសកម្មភាពផ្សេងៗដែលកើតមានឡើងនៅក្នុងបំពង់សាកនឹងបន្ទាប់មកយើងកត់ចូលទៅក្នុងតារាងលទ្ធផល